ចាមានជាការរំភើបឲ្យគេយំហ្មងណាឥឡូវនេះកំពុងតែរៀបចំខ្លួនដើម្បីយកម៉ាក់ទៅញ៉ាំ buffet Hi, this is my makeup look today. ឡើយនេះគឺខ្ញុំបានតែងខ្លួនហើយត្រៀមនឹងចាំខ្ញុំទៅញ៉ាំ buffet ជុំគ្នាដោយសារតែខ្ញុំបានមកពេញទៅបងប្អូនណោះនិយាយទៅខ្ញុំអត់មានកម្រងធ្វើវីដេអូមកទេទេប៉ុន្តែដោយសារតែខ្ញុំកម្រងញ៉ាំ buffet មួយម៉ាក់អីហ្នឹងគឺតាំងពីកាលដែលខ្ញុំទៅស្រុកខែ4ដែរប៉ុន្តែឥឡូវនេះទុំតែបាន plan បានសម្រាប់អញ្ចឹងណាហើយខ្ញុំនឹងថតវីដេអូពីសកម្មភាពរបស់ខ្ញុំដល់ពេលដែលម៉ាក់ខ្ញុំមកជីក pass up ទៅ Aeon ដើម្បីទៅញ៉ាំ buffet នៅសាប៊ូដល់គ្នា No sponsor guys but ខ្ញុំនឹង sponsor ឲ្យអ៊ំខ្ញុំហើយនឹងជាមួយខ្ញុំនឹងខ្ញុំខ្លួនឯងដែលទៅដល់4នាក់គ្នាការកម្រងនៅ buffet ហ្នឹងគឺខ្ញុំមិនត្រឹមតែកម្រងថ្ងៃមកដេហ្នឹងណាខ្ញុំចង់ញ៉ាំជុំគ្នាមួយប៉ាម៉ាក់ខ្ញុំប៉ុន្តែដោយសារតែប៉ាខ្ញុំបានមកទេប៉ាមើលវីដេអូនេះហើយកុំអន់ចិត្តមួយម៉ាក់អីព្រោះដោយសារប៉ាមកពេលចឹងខ្ញុំជួបម៉ាក់ទៅញ៉ាំ buffet មុនប៉ាចាំប៉ាមកលខោខ្ញុំជួបប៉ាទៅញ៉ាំ buffet ដែរបន្ទាប់ពីម៉ាក់ខ្ញុំហើយនឹងអ៊ំខ្ញុំមកដល់ហើយក៏ខ្ញុំបានឡើង WhatsApp ទៅជាមួយគាត់ដែរដោយសារតែ WhatsApp ហ្នឹងខ្ញុំអ្នក booking ពីនងមកចឹងណាព្រោះគាត់ចាស់ៗហើយគាត់អត់សូវចេះ booking អីទេចឹងយើងអ្នក booking ឲ្យគាត់ហើយជីទៅ Aeon ហ្មងធៀបពោះប៉ុណ្ណាធៀបពោះខោមកតុកញ៉ាំហើយម៉ាក់ធៀបពោះប៉ុណ្ណាមួយញ៉ាំឈើកលែមិនច្រើនធៀបពោះប៉ុណ្ណាកលែធៀបពោះប៉ុណ្ណាតទៅពីជីផាសអេបស្ទះអើយសែនស្ទះឡើយនេះខ្ញុំបានមកដល់ Aeon ហើយថាក្មួយខ្ញុំនេះដើរលឿនជាង E វាទៀតមុននឹងឡើងទៅញ៉ាំអីហ្នឹងគឺម៉ាក់ខ្ញុំគាត់បានចូលទិញស្មូដល់ខ្លួនឲ្យក្មួយហើយជាមួយនឹងកាហ្វេណាគ្នាហើយនេះគឺជាអ្វីដែលខ្ញុំបានទិញណាគ្នាមានតាំងពីកាហ្វេស្មូដល់ខ្លួនហើយមានតែដកូទៀតឡើងមកដល់ខាងលើនេះក្មួយខ្ញុំគឺថាឃើញឡានអត់បានទេចាមានចការចាប់ចេញជាខ្លាំងហើយខ្ញុំក៏នាំគាត់មកហាងកាហ្វេដែរណាគ្នា Finally ឥឡូវនេះគឺខ្ញុំបានមកដល់កន្លែងញ៉ាំ buffet ហើយពិតជាអរគុណដល់បងណែដែលគាត់បាននាំខ្ញុំមកនិយាយទៅខ្ញុំមកនេះគឺមានបានថតអីច្រើនទេណាគ្នាក៏តែពីញ៉ាំអញ្ចឹងណាម៉ាក់ខ្ញុំមកកន្លែងនេះគឺថាទោះបីឆ្ងាញ់មិនឆ្ងាញ់កូនជូនមកញ៉ាំយ៉ាងណាគឺមុខអត់រីកសោះចាសួរចំណាប់អារម្មណ៍ឆ្ងាញ់ហ៎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 ហើយអរគុណច្រើនដែរក្មួយយាយមានបានស្ដាយមកហូបសុខទីសុខអីយ៉ាងហើយអរគុណច្រើនចូលឆ្នាំមានរៀបមានស្អីហើយសាធុណាជួយឲ្យស៊ីធ្វើការងារបានសម្រាប់ណាសាធុបន្ទាប់ពីបានញ៉ាំមួយផ្លែតហើយគឺខ្ញុំបានជូនក្មួយមកក្រោមអ្នកគ្នាដឹងស្រាប់អីថាក្មួយលពើខ្លាំងមែនតែនហ្មងចឹងហើយញ៉ាំណាទុកណាទេចឹងហើយខ្ញុំនាំក្មួយមកលេងផ្លែក្រៅខាងខំហ្នឹងទៅគឺ free តែអ្នកគ្នាហើយខ្ញុំឲ្យម៉ាក់ខ្ញុំហើយនឹងអ៊ំខ្ញុំគាត់ញ៉ាំឲ្យស្រួលចិត្តទៅចឹងហើយខ្ញុំសុខចិត្តមួយក្មួយសិនចឹងណាហើយខ្ញុំជឿថាខ្មែរយើងអត់សូវបង្ហាញពីក្តីស្រឡាញ់ទៅកាន់មនុស្សជុំវិញខ្លួនឬក៏ប៉ាម៉ាក់បងប្អូនអីចឹងទេដោយសារតែខ្លាចខ្មាស់ខ្លាចអៀនអីចឹងទៅហើយតែខ្ញុំឥឡូវហ្នឹងក៏ចឹងដែរតាំងពីដើមមកគឺខ្ញុំមិនដែលនិយាយពាក្យថាស្រឡាញ់ម៉ាក់ឬក៏ស្រឡាញ់ប៉ាអីទេហើយឆ្លៀតឱកាសនេះដែរគឺខ្ញុំសូមជូនពរឲ្យម៉ាក់មានសុខភាពល្អប៉ាមានសុខភាពល្អហើយកូនពិតជាស្រឡាញ់ប៉ាម៉ាក់ខ្លាំងមែនតើហើយមួយវិញទៀតនោះគឺជូនពរឲ្យប៉ានិងម៉ាក់ជាមរតកដល់កូនចៅឲ្យបានយូរតាមពិតទៅពេលដែលខ្ញុំ voice over កន្លែងហ្នឹងគឺខ្ញុំហូរទឹកភ្នែកហ្មងណាគ្នាហើយខ្ញុំពិតជាសង្ឃឹមថាអ្នកដែលបានមើលវីដេអូខ្ញុំនឹងបង្ហាញក្តីស្រឡាញ់ទៅកាន់មនុស្សជុំវិញខ្លួនជាពិសេសហ្នឹងគឺអ្នកម្ដាយហ្នឹងហ្មងអាចអត់បើសិនជាតសែពាក្យពីរបីឃ្លានៅក្រោមវីដេអូមួយនេះទៅកាន់អ្នកម្ដាយអ្នកទាំងគ្នាឥឡូវនេះខ្ញុំបានញ៉ាំស៊ុបញ៉ាំអីហើយអស់ហើយអ្នកទាំងគ្នាមានឃើញអីអត់ស្បែកជើងនេះខ្ញុំអ្នកទិញឲ្យគាត់ណាពេលដែលរៀបមកវិញហ្នឹងក៏បានចូលទិញក្រសាំងជាមួយនឹងនំប៉័ងដោយសារតែម៉ាក់ខ្ញុំគាត់ចូលចិត្តញ៉ាំកាហ្វេពេលព្រឹកហើយខ្ញុំឆើកាត់លុយចឹងទៅគាត់នៅចាំនៅក្រៅដោយសារតែមនុស្សច្រើនបន្ទាប់ពី pass app បានមកដល់ខ្ញុំក៏បានឡើង pass app ជីទៅផ្ទះរបស់ខ្ញុំហើយនេះគឺជាពេលដែលខ្ញុំបានបែងចែកផ្លេចជាមួយម៉ាក់ហើយហ្នឹងឯនៅគ្នាវីដេអូមួយនេះក៏មានតែប៉ុណ្្នឹងទេអរគុណអ្នកគ្នាខ្លាំងមែនតើសម្រាប់ការតាមដានវីដេអូនេះរហូតដល់ចប់បាយបាយ